ខ្ញុំសូមចែករំលែកនៅគំនិតមួយដែលជាទូទៅមនុស្សភាគច្រើនណាគាត់តែងតែចូលចិត្តនៅគេហៅថាតំបន់ comfort zone ឬមួយក៏យើងនិយាយថាតំបន់សុវត្ថិភាពអ្នកខ្លះគាត់គិតថាអញ្ចឹងហេតុអីក៏ម្នាក់នឹងពេលដែលនៅរៀនគាត់ធម្មតាអញ្ចឹងណាមិនជាណាមិនប្រកែណាតែប៉ុន្តែហេតុអីក៏ពេលដែលជីវិតគាត់ចេញធ្វើការគាត់មានការប្រែប្រួលឬក៏ផ្លាស់ប្ដូរខុសពីមុនអ្នកទាំងគ្នាមិនបាច់ឆ្ងល់ទេអាការប្រែប្រួលខុសពីមុនហ្នឹងគឺការប្រែប្រួលខុសដោយសារការគិតមនុស្សយើងរីកចម្រើនឬក៏អន់ថយគឺដោយសារការគិតណាព្រោះអីមិនប្រកាសថាគាត់ធ្លាប់រស់នៅក្នុងជីវភាពដែលខ្សត់ខ្សោយជីវភាពដែលពិបាកហើយរហូតដល់គាត់ឆ្លងកាត់នឹងការសិក្សាឬក៏ពេលវេលាមួយហ្នឹងគាត់មិនអាចផ្លាស់ប្ដូរជីវិតគាត់បានទេបើមិនជាគាត់មានការតាំងចិត្តខ្ពស់នៅក្នុងការផ្លាស់ប្ដូរជាក់ស្ដែងដូចជាជីវិតខ្ញុំជាដើមខ្ញុំតែងតែមានក្តីសម័យមួយថាខ្ញុំតែងតែចង់ចាក់ចេញអំពីសម្ពាធមួយអំពីបញ្ហាមួយដែលវាមិនឲ្យចង់និយាយថាផ្នត់គំនិតមួយដែលធ្វើឲ្យខ្ញុំមិនរីកចម្រើនដែលធ្វើឲ្យខ្ញុំនឹងរស់នៅក្នុងស្ថានភាពមួយដែលលំបាកអញ្ចឹងណាអញ្ចឹងខ្ញុំតែងតែមានក្តីសម័យមួយជាប់មកជានិច្ចសម្រាប់ខ្លួនខ្ញុំអញ្ចឹងបើអ្នកទាំងអស់គ្នាកំពុងតែស្ថិតនៅកន្លែងការងារឬមួយក៏ស្ថិតនៅកន្លែងណាមួយដែលអ្នកទាំងអស់គ្នាគិតថាវាមិនរីកចម្រើនណាខ្ញុំសូមណែនាំសភៅ2ក្បាលអ្នកទាំងអស់គ្នាអានសភៅទី1គឺសភៅហ៊ានរបស់អូโซសភៅហ្នឹងគឺគាត់និយាយអំពីឲ្យយើងមានភាពក្លាហាននៅក្នុងការចាកចេញពីកន្លែងមួយដែលយើងគិតថាវាអត់រីកចម្រើនហើយធ្វើឲ្យយើងមានគេហៅថាការតាំងចិត្តខ្ពស់ហើយមានសេចក្តីក្លាហាននៅក្នុងការចាកចេញពីកន្លែងហ្នឹងហ្មងហើយខ្ញុំអានសភៅហ្នឹងហើយបើសម្រាប់ខ្ញុំណាមានការផ្លាស់ប្ដូរមានការកែប្រែច្រើនមែនទែនរហូតដល់អ្នកខ្លះគាត់មិនហ៊ានធ្វើតែខ្ញុំហ៊ានធ្វើអ្នកខ្លះគាត់មិនដែលហ៊ានសម័យតែខ្ញុំហ៊ានសម័យសភៅទី2បើសិនជាអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរជំនាញចង់ផ្លាស់ប្ដូរអ្វីដែលអ្នកទាំងអស់គ្នារមានរថ្ងៃនេះឲ្យមិនរីកចម្រើនណាខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាអានសភៅរបស់ Brian Tracy ដែលមានចំណងជើងថាចិត្តសាស្ត្រនៅក្នុងការលក់សភៅហ្នឹងគឺវាជំរុញវាហាក់បីដូចជាការជំរុញឧទាហរណ៍ថាយើងជាអ្នកធ្វើការប៉ុន្តែយើងធុញទ្រាន់នឹងអាសម្ពាធការងារឬក៏ធុញទ្រាន់នឹងអាប្រាក់កម្រៃដែលបានមកដែលយើងចាយមិនគ្រប់គ្រាន់អញ្ចឹងណាប៉ុន្តែនៅពេលដែលយើងអានសភៅនឹងហើយវាធ្វើឲ្យយើងមានភាពក្លាហានមានគំនិតនៅក្នុងការដែលចង់ហ៊ានបើកអាជីវកម្មមិនថាតូចឬក៏មិនថាធំទេហើយវាធ្វើឲ្យយើងមានគំនិតមួយនៅក្នុងការគិតថាតើគួរតែចាប់ផ្ដើមពីចំណុចមួយណាពី step មួយណាទៅដើម្បីឲ្យយើងទទួលបានអ្វីដែលយើងចង់បានហើយខ្ញុំនិយាយហ្នឹងមិនមែនមានន័យថាជីវិតខ្ញុំជោគជ័យ 100% ទេប៉ុន្តែខ្ញុំហ៊ាននិយាយបានថារយៈពេល10ឆ្នាំចុងក្រោយនេះជីវិតខ្ញុំប្រែប្រួលច្រើនគឺដោយសារការអានសភៅរហូតមកដល់បច្ចុប្បន្ននេះខ្ញុំហ៊ាននិយាយបានថាសភៅដែលខ្ញុំអានចម្រុះមិនក្រោម500ក្បាលទេមិនថាសភៅនយោបាយមិនថាសភៅប្រវត្តិសាស្ត្រមិនថាសភៅជនជាតិជីវីដែលនិយាយអំពីការលក់មិនថាសភៅភាពជាអ្នកដឹកនាំមិនថាសភៅទស្សនវិជ្ជាមិនថាសភៅលើកទឹកចិត្តមិនថាសភៅអភិវឌ្ឍខ្លួនមិនថាសភៅលើកឡើងតែសភៅបឡោមលោកឯងដែលខ្ញុំមិនសូវបានអានអញ្ចឹងមានសភៅជាច្រើនដែលខ្ញុំអានហើយអានទាំងអស់នោះហើយវាហាក់បីដូចជាគំនិតមួយដែលជំរុញឲ្យយើងទៅដល់គោលដៅមួយដែលយើងចង់បានអញ្ចឹងខ្ញុំហ៊ាននិយាយបានថាជីវិតរបស់មនុស្សយើងជោគជ័យឬមួយក៏បរាជ័យគឺអាស្រ័យទៅលើផ្នត់គំនិតនិងការគិតរបស់យើងធម្មតាទេនៅពេលដែលយើងធ្វើយើងមិនដែលបង្ហាញទេថាយើងកំពុងតែធ្វើអីទោះបីជាយើងជោគជ័យខ្លះបរាជ័យខ្លះហើយអ្នកដទៃគេមិនចង់ដឹងទេអំពីភាពបរាជ័យរបស់យើងគេមិនចង់ដឹងទេអំពីភាពខ្ជិលច្រអូសរបស់យើងប៉ុន្តែគេចាំមើលអំពីសមិទ្ធផលឬក៏ភាពជោគជ័យរបស់យើងតើយើងនឹងដើរដល់កន្លែងណាយើងជោគជ័យនៅកន្លែងណាយើងមានសមិទ្ធផលស្អីខ្លះដែលបង្ហាញគេប៉ុន្តែភាពលំបាករបស់យើងការបរាជ័យរបស់យើងការឈឺចាប់ការបាក់ទឹកចិត្តរបស់យើងមានណាគេចង់ឃើញទេហើយជាទូទៅមនុស្សក៏អត់សូវបង្ហាញដែរអញ្ចឹងខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាមិនថាយើងនៅក្នុងចំណុចណាមិនថាយើងជួបនៅស្ថានភាពអ្វីខ្លះមិនថាយើងចង់រើបំរាស់ចេញអ្នកខ្លះគឺធ្វើការឬក៏រស់ស៊ីនៅក្នុងប្រអប់អ្នកទាំងអស់គ្នាកុំឲ្យខ្លួនឯងនៅក្នុងខួរក្បាលគេថានៅក្នុងប្រអប់ណាយើងត្រូវតែបើយើងគិតថាផ្លូវមួយនឹងវិធីសាស្ត្រមួយនឹងកន្លែងមួយនឹងមិនធ្វើយើងរីកចម្រើនយើងគួរតែគិតហើយយើងគួរតែរកមធ្យោបាយមួយដើម្បីទៅកន្លែងផ្សេងដើម្បីឈ្មោះឈ្មោលចាក់ចេញពីកន្លែងហ្នឹងខ្ញុំដឹងថាភាពជោគជ័យរបស់មនុស្សការចង់បានរបស់មនុស្សមិនដូចគ្នាទេប៉ុន្តែសមិទ្ធផលដែលមនុស្សចង់បានគឺដូចគ្នាមានន័យថាតែអ្នកទាំងអស់គ្នាចង់បានអីគេអ្នកខ្លះគាត់ចង់បានឡានថ្មីអ្នកខ្លះគាត់ចង់បានផ្ទះថ្មីអ្នកខ្លះគាត់ចង់បានទូនាទីថ្មីអ្នកខ្លះគាត់ចង់បានដំណើរកម្សាន្តថ្មីអ្នកខ្លះគាត់ចង់បានកូនដែលស្ដាប់បង្គាប់ដែលបកែដែលឆ្លាតដែលឆ្លៀសវៃអីចឹងណាវាមានច្រើនមែនតើហ្មងប៉ុន្តែអ្វីដែលសំខាន់គឺផ្ដើមចេញអំពីយើងសិននៅពេលដែលយើងខ្លាចជាបុគ្គលមួយដែលជោគជ័យបុគ្គលមួយដែលជាគំរូហើយយើងនឹងអាចចែករំលែកបទពិសោធន៍នឹងហើយដូចគេនិយាយថានៅពេលដែលយើងជោគជ័យហើយទឹកមាត់យើងក៏ប្រៃជាងមុនដែរអញ្ចឹងហើយអ្នកនរគ្នាគួរគិតថាតើយើងធ្វើមិនអ្វីដែលសំខាន់ដែលខ្ញុំចង់ប្រាប់អ្នកនរគ្នាគឺអានឲ្យបានច្រើននៅពេលដែលអ្នកនរគ្នាអានបានច្រើនអ្នកនរគ្នានឹងគ្មានលេសទេហើយ
អ្នកដែលបរាជ័យភាគច្រើនណាគឺគាត់ច្រើនតែយកលេសមកដាក់នៅខាងមុខអត់មានពេលវេលាគ្រប់គ្រាន់គ្មានកម្លាំងគ្រប់គ្រាន់គ្មានដើមទុនគ្រប់គ្រាន់គ្មានភាពក្លាហានគ្រប់គ្រាន់គ្មានអីនិយាយរួមគឺបែបហ្នឹងប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាអត់មានលេសណាអ្នកទាំងអស់គ្នានឹងអាចធ្វើបានទេជាក់ស្ដែងដូចខ្ញុំពេលខ្លះខ្ញុំបើកឡានមួយថ្ងៃ300គីឡូសួរថាខ្ញុំហ្នឹងមានកម្លាំងណាស់មែនខ្ញុំហ្នឹងខ្លាំងជាងមនុស្សប្រុសមែនប៉ុន្តែអ្វីដែលខ្ញុំមានគឺកម្លាំងចិត្តអញ្ចឹងនៅពេលដែលខ្ញុំមានកម្លាំងចិត្តហើយខ្ញុំយកកម្លាំងចិត្តហ្នឹងវាជំរុញទៅជាធម៌ពលមួយដើម្បីរុញដល់គោលដៅដែលខ្ញុំចង់បានចឹងហើយខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាថាអានសៀវភៅបានច្រើនអ្នកទាំងអស់គ្នាចង់បកកាយទៅលើជំនាញអីមួយអានទៅលើហ្នឹងបើមិនបកកាយភាសាអង់គ្លេសទេអ្នកទាំងអស់គ្នាអានដែលសៀវភៅដែលគេបកប្រែជាភាសាខ្មែរទៅដូចខ្ញុំជាក់ស្ដែងក៏ខ្ញុំមិនមែនជាអ្នកបកកាយអង់គ្លេសដែរអានបានតិចតួចប៉ុន្តែអ្វីដែលសំខាន់គឺខ្ញុំព្យាយាមអានសៀវភៅដែលគេបកប្រែជាភាសាខ្មែរមកហើយយើងអានហើយយើងយកមកបំលែងយើងយកមកអនុវត្តនៅក្នុងជីវិតរបស់យើងជាក់ស្ដែងហើយយើងចាំមើលថាតើអ្វីដែលយើងធ្វើនឹងពីមួយថ្ងៃទៅមួយថ្ងៃយើងទទួលបានលទ្ធផលដែរអត់ចាអរគុណច្រើន